មូលហេតុត្រូវចុះថ្លៃដោយសារតែការបើកនាំចេញអង្គសឡើងវិញរបស់ឥណ្ឌាដែលធ្វើឲ្យអង្គសធ្លាក់ថ្លៃពី$500ណាកាលឆ្នាំ2024នោះឥឡូវនេះនៅសល់តែ$300ទេឆ្នាំ2025បាទអញ្ចឹងក្នុងមួយតោនចុះអស់$200ស្ទើរតែ40%ស្ទើរតែ40%បាទប្រទេសនាំចេញអង្គផ្សេងៗដូចជាថៃវៀតណាមប៉ាគីស្ថានបាននាំគ្នាបង្កើនបរិមាណផលិតនៅពេលដែលឥណ្ឌាបិទដោយសារបានតម្លៃល្អនៅពេលនោះអញ្ចឹងប្រទេសនាំអង្គចូលដូចឥណ្ឌូនេស៊ីហ្វីលីពីនបានផ្អាកការនាំចូលនៅឆ្នាំនេះហើយដោយសារទីផ្សារសម្បូរស្វែងរកតម្លៃល្អនិងដោយឥទ្ធិពលប្រែប្រួលអាកាសធាតុមិនប៉ះពាល់ធ្ងន់ធ្ងរដោយការបំពឹងទុកទេប្រទេសនាំចេញអង្គធំត្រូវបង្ខំចិត្តទម្លាក់ថ្លៃដើម្បីប្រកួតប្រជែងជាមួយឥណ្ឌានិងព្យាយាមដណ្ដើមទីផ្សារដែលកាន់តែចង្អៀតក្រៅពីអង្គក្រអូបទីផ្សារអង្គសកម្ពុជាមានទៅតែវៀតណាមមួយច្រកគត់ការអង្គឡើងថ្លៃវៀតណាមគេឲ្យតម្លៃស្រូវយើងល្អយើងនាំគ្នាបង្កើនបរិមាណផលិតពេលនោះស្រូវហក់ឡើងថ្លៃរហូតដល់1200រៀលក្នុង1គីឡូដែលពេលនោះបង្ខំឲ្យកសិករយើងសម្រុកនាំគ្នាធ្វើស្រែរហូតដល់ខ្វះទឹកបងប្អូនចាំឆ្នាំ2023ខ្វះទឹកគ្រប់កន្លែងដោយសារអីយើងសម្រុកធ្វើទោះបីហាមយ៉ាងណាក៏មិនឈ្នះដែរបងប្អូនយើងបុកធ្វើមកដោយសារបានស្រូវឡើងថ្លៃធ្វើរហូតដល់ខ្វះទឹកធ្វើស្រែអាហ្នឹងពេលដែលស្រូវឡើងថ្លៃបាទបច្ចុប្បន្នដោយសារអង្គវៀតណាមធ្លាក់ថោកខ្លាំងបាទច្បាស់ណាស់គេនឹងទម្លាក់ថ្លៃយើងដូចគ្នាហើយថ្លៃស្រូវនៅថៃនិងវៀតណាមធ្លាក់ចុះចន្លោះពី30ទៅ40%ដូចគ្នាបាទបើធៀបនឹងឆ្នាំមុនបាទធ្លាក់ដូចគ្នានេះជាមូលហេតុដែលខ្ញុំចង់ប្រាប់ឲ្យបងប្អូនយើងដឹងថារឿងវាមាននៅសុកវាធ្លាក់ទេហើយរឿងឈ្មោះរឿងអីនេះវាថាមានព័ត៌មានបងធឿនថាមានព័ត៌មានមកថាមានគេផ្សាយថាស្រូវមានឈ្មោះចូលទៅអង្គអាត់ថាមិនឲ្យឈ្មោះទៅចូលទិញទេបានន័យថាគេផ្ដាច់មុខក្នុងខេត្តហ្នឹងដោយសារគេត្រូវរើគ្នាមួយនេះនោះនេះជាព័ត៌មានបឋមដែលអូនសានបំភ្លឺទទួលបានពីប្រជាជនឬក៏ពីអ្នកទូរស័ព្ទអនាម័យមកអញ្ចឹងពេលបានព័ត៌មានហ្នឹងគឺឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តមដិតទីណាបានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញក៏ដូចជាអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្មនៅក្រោមចំណុះស្ថាប័នគាត់នេះឲ្យធ្វើការស្រាវជ្រាវគ្រប់រាជធានីខេត្តថាតើមានករណីនឹងអត់ដោយឡែកខ្ញុំក៏ធ្វើការស្រាវជ្រាវតាមវិធានរបស់ខ្ញុំដែរគឺយើងរួមគ្នារកការពិតដើម្បីយើងជួយកសិករយើងឲ្យកិច្ចផុតអំពីការធ្វើទុកបុកម្នេញរបស់ពួកឈ្មួញប៉ុន្តែរហូតមកដល់ពេលនេះយើងមិនទាន់មានព័ត៌មានជាក់លាក់ណាមួយទេ25រាជធានីខេត្តមិនទាន់មានព័ត៌មានណាមួយច្បាស់ថាឈ្មួញរារាំងមិនឲ្យអ្នកដទៃចូលទិញហើយដើម្បីតម្លាក់ថ្លៃស្រូវរបស់កសិករទេអានោះគ្រាន់តែជាព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ទេមិនមានមូលដ្ឋានច្បាស់លាស់ទេអញ្ចឹងសូមបងប្អូនយើងកុំចាប់អារម្មណ៍ទៅលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់បងប្អូនស្ដាប់តាសំឡេងមនុស្សម្នាក់បងប្អូនយកមកវិនិច្ឆ័យវាយប្រហារស្ថាប័នកសិកម្មវាយប្រហារមន្ត្រីកសិកម្មវាយប្រហារក្រសួងនេះក្រសួងនោះវាយប្រហាររហូតដល់រដ្ឋាភិបាលវារឿងអយុត្តិធម៌សម្រាប់ក្រសួងមួយដែលកំពុងតែខិតខំជួយកសិករណាទីទៀតខ្ញុំនឹងប្រាប់ថាតើក្រសួងជួយរបៀបម៉េចដើម្បីកាត់បន្ថយនៅការលំបាករបស់កសិករបាទដំណោះស្រាយយ៉ាងម៉េចនៅពេលដែលយើងជួបបញ្ហាហ្នឹងបាទដំណោះស្រាយយ៉ាងម៉េចទី1បន្តជំរុញឲ្យរោងម៉ាស៊ីនទាំងអស់នេះដែលជាដៃគូបង្កើនការទិញស្រូវតាមណាសហគមន៍និងកសិករផ្ទាល់តាមរយៈការបញ្ចេញទុនបង្វិលពិសេសពីរដ្ឋាភិបាលអំពីនេះឲ្យអ្នកហូបនេះជួយទិញអង្គបន្តពីរោងម៉ាស៊ីនណាជាដៃគូទាំងនោះដើម្បីបង្កើនលំហូរស្តុកអង្គនិងបន្តឲ្យមានចរន្តស្រូបទាញស្រូវបន្ថែមពីកសិករឃើញទេបានន័យថាឲ្យតាមរោងម៉ាស៊ីនជួយទិញពីកសិករហើយសូមឲ្យមហាជនយើងអ្នកហូបហ្នឹងជួយទិញពីរោងម៉ាស៊ីនដើម្បីឲ្យរោងម៉ាស៊ីនមានលំហូរអង្គចេញមកគាត់ត្រូវរកស្រូវបន្ថែមពីកសិករមកទៀតអញ្ចឹងតម្លៃវាត្រូវឡើងទៅតាមហ្នឹងអានេះវិធីដោះស្រាយវិធីជួយបាទហើយក្រសួងកសិកម្មក៏អំពាវនាវឲ្យទៅក្រុមហ៊ុនជីដេប៉ូជីម្ចាស់ស្រែជួលម្ចាស់អីហ្នឹងឲ្យពជាការទូទាត់និងការបទូបន្ថយតម្លៃសមរម្យណាមួយបាទហើយក្រសួងកសិកម្មនឹងជួយបងប្អូនកសិករដែលខ្វះដើមទុននិងបារម្ភពីបញ្ហាទីផ្សារនៅរដូវក្រោយឲ្យចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបដើម្បីស្ដារលទ្ធភាពផលិតរបស់ពួកគាត់ឡើងវិញនិងជួយកាត់បន្ថយតម្លៃដើមនេះជាអ្វីដែលដំណោះស្រាយរបស់ក្រសួងកសិកម្មត្រូវធ្វើណាយើងរាល់ថ្ងៃនេះក្រសួងគាត់ខំបាទគាត់ខំតែរឿងខ្លះការខិតខំវាមិនសមតាមបំណងប្រាថ្នាដែលយើងចង់បានទាំងស្រុងទេឥឡូវនេះវិធីជួយគ្នាខ្ញុំបានប្រហោះថ្ងៃមិញដែរខ្ញុំថាឲ្យចលនាទិញឥឡូវម៉ោងនេះខ្ញុំបាន200តោនហើយមែនណាអំពីវិនិយោគថ្ងៃមិញនេះឥឡូវនេះខ្ញុំបងប្អូនដែលចូលរួមជួយកសិករតាមរយៈខ្ញុំនេះគឺជួយទិញស្រូវបាន200តោននៅទៀតខ្ញុំនឹងបន្តតាក់ទងទៅមិត្តភ័ក្តិបងប្អូនបន្ថែមទៀតដើម្បីឲ្យគេចូលរួមកាន់តែច្រើនហើយទិញក្នុងតម្លៃមួយលើសភ្ញៀវធម្មតាលើសឈ្មោះធម្មតាណាឧទាហរណ៍ថាស្រូវ OM គេទិញប្រហែលគេទិញ600ខ្ញុំឲ្យ700ណាបើគេទិញ650ខ្ញុំឲ្យ750ណាគឺយើងតម្លើងលើស100ទាំងអស់បើឈ្មោះទិញប្រហែលយើងតម្លើងឲ្យលើសប៉ុណ្ណឹងឥឡូវនេះខ្ញុំគាត់មកចលនាក្នុងមួយថ្ងៃហ្នឹងខ្ញុំរកបាន200តោនសពរដ្ឋជនត្រៀមជួយទិញ200តោនអញ្ចឹងនេះគ្រាន់តែខ្ញុំមួយទេហើយខ្ញុំឃើញបងប្អូនថ្មីអ្នករកស៊ីតាមអនឡាញគាត់ប្រហោះហើយគាត់សូម្បីតែក្រុមហ៊ុនស្រាបៀរហ្គេងស្បិតគាត់ជួយ100តោនណាគាត់ជួយទិញ100តោនណាអញ្ចឹងអ្នកដែលមានលទ្ធភាពអ្នកដែល
មានជីវភាពទូធានិយាយឲ្យចំគឺអ្នកអង្គញាអង្គញាអ្នកអង្គញាលោកអង្គញាតែគាត់មានលុយច្រើនគាត់អាចជួយម្នាក់ណា4-500 តោនអីចឹងទៅ4-10 តោនអីចឹងទៅពួកសមាគមអ្នកអង្គញាគាត់មានគ្នាច្រើនអញ្ចឹងបើគាត់ចង់ណាអ្នកអង្គញាទាំងអស់រួមចំណែកគឺអានឹងវិធីជួយសង្គ្រោះកសិករយើងក្នុងគ្រាដែលកសិករយើងកំពុងជួបការលំបាកណានេះជាអ្វីដែលយើងរួមគ្នាធ្វើមិនមែនរួមគ្នាវាយប្រហារទេខ្ញុំសំណូមពរមិនមែនរួមគ្នាវាយប្រហារទេណាក្រសួងកសិកម្មពួកគាត់ខិតខំណាស់ក្នុងនាមស្ថាប័នជំនាញក្រសួងពាណិជ្ជកម្មក៏គាត់ខំដែររកទីផ្សារដូចគ្នាតែវាបញ្ហាប្រឈមដោយសារតែឥណ្ឌាគាត់បញ្ចេញដល់អញ្ចឹងទៅឥណ្ឌាគឺជាស្ដេចអង្គលើពិភពលោកហើយកាលណាគាត់បញ្ចេញអាហ្នឹងវាត្រូវតែធ្លាក់ទាំងអស់គ្រប់កន្លែងហើយមកនេះសូម្បីតែប្រទេសហ្វីលីពីនធ្លាប់ទិញស្រូវពីថៃទិញកពីថៃអូហ្វីលីពីនផ្អាកទិញដែរឃើញទេអញ្ចឹងផ្អាកទិញថៃគាត់ផលិតកបានគាត់អត់ដឹងយកទៅណាទេគាត់ចោលនៅក្នុងប្រទេសគាត់ដែរអញ្ចឹងធ្វើឲ្យធ្លាក់ថ្លៃដោយឡែកវៀតណាមក៏ចឹងដែរគាត់ត្រូវយកចេញមិនបានគាត់ចោលនៅក្នុងប្រទេសគាត់ហើយកាលណាចោលនៅក្នុងប្រទេសគាត់បើគាត់យកចេញបានគាត់យកចេញពីប្រទេសយើងទៅថែមទៀតដែរដល់ពេលគាត់ចោលនៅក្នុងប្រទេសគាត់គាត់ទៅទិញមិនកើតវាចោលគ្រប់គ្នាបាទវាចោលគ្រប់គ្នាបាទនេះគឺសំខាន់ណាស់យើងធ្វើអីក៏ដោយយើងត្រូវស្ដាប់ហេតុនិងផលកាលណាយើងយល់ពីហេតុនិងផលហើយយើងនឹងរកដំណោះស្រាយបានណាហើយបងប្អូនប្រជាជនយើងនេះសូមមេត្តាពិចារណាឡើងវិញទៅលើប្រពូជស្រូវដែលយើងត្រូវបង្កបង្កើនផលហើយទៅបានក្រសួងកសិកម្មគេទាមទារឲ្យយើងការសហគមន៍សម័យទំនើបឲ្យយើងចងក្រងពីព្រោះការធ្វើកសិកម្មតាមបែបសហគមន៍សម័យទំនើបនេះគឺជាការគិតគូររបស់ក្រសួងកសិកម្មឲ្យបងប្អូនចងក្រងជាសហគមន៍ងាយស្រួលក្រសួងកសិកម្មគ្រប់គ្រងផ្ដល់ទុនឲ្យហើយធានាទីផ្សារបានស្រេចមានន័យថាពេលផលិតស្រូវបានគឺរោងម៉ាស៊ីនគេចាំយកតែម្ដងហើយពូជគឺជាពូជស្រូវដែលនាំចេញទៅក្រៅបានអង្គនាំចេញទៅក្រៅបានអង្គអូអឹមនេះរាល់ថ្ងៃគឺយើងដាំមកសម្រាប់តែពូជរបស់វៀតណាមហ្នឹងសម្រាប់ទៅលក់ឲ្យវៀតណាមទេបើវៀតណាមអត់ទិញគឺយើងចាក់ចោលហើយអានេះយើងនិយាយឲ្យត្រង់ហើយបើយើងអត់ស្ដាប់ក្រសួងកសិកម្មហើយយើងនៅតែមាននេះដោយសារអាងថាពូជអូអឹមហ្នឹងស្រួលដាំចាប់បានផលតែហូបអត់កើតទេណាយើងដាំហ្នឹងអាហ្នឹងសម្រាប់យកធ្វើចំណីសត្វហើយបើយើងរំពឹងដាំមកយើងយកទៅលក់ឲ្យវៀតណាមចុះបើវៀតណាមអត់ទិញយើងលក់ឲ្យតាណាដោយឡែកពូជស្រូវរបស់ខ្មែរដែលក្រសួងកសិកម្មគេកំណត់ឲ្យទោះបីវៀតណាមមិនទិញថៃមិនទិញគឺយើងនាំចេញទៅក្រៅបានរោងម៉ាស៊ីននាំចេញទៅក្រៅបានណានាំទៅប្រទេសផ្សេងៗបាននេះគឺជាចំណុចខ្លាំងនេះគឺជាការដោះស្រាយបញ្ហាឲ្យកសិករឲ្យមាននិរន្តរភាពយូរអង្វែងក្នុងការធ្វើកសិកម្មហើយបើយើងធ្វើតាមតែចិត្តយើងចង់បានគិតថាអូអឹមស្រួលដាំស្រួលអីស្រួលដាំមិនតែប្របាក់លក់ពូជខ្មែរយើងប្របាក់ដាំបន្តិចត្រូវការពេលយូរបន្តិចតែស្រួលលក់ហើយបានថ្លៃទៀតបើយើងកាល់កលេចុះឡើងទៅអត់មានខុសគ្នាទេហើយរឿងនេះពូជខ្មែរយើងអត់នាំគ្នាដាំយើងចូលចិត្តដាំតែពូជវៀតណាមដល់ទៅពេលវៀតណាមអត់ទិញវៀតណាមតម្លាក់ថ្លៃយើងមកខឹងរដ្ឋាភិបាលមកខឹងក្រសួងកសិកម្មវាអយុត្តិធម៌សម្រាប់ក្រសួងកសិកម្មទេណាមិននិយាយកាន់ជើងទេណាបងប្អូនជេរខ្ញុំជេរទៅខ្ញុំនិយាយនេះនិយាយតាមហេតុផលដែលវាកើតឡើងរួចទៅហើយខ្ញុំមិនចង់ឲ្យបញ្ហាហ្នឹងកើតឡើងរៀងរាល់ឆ្នាំទេណាឥឡូវនេះយើងនិយាយអាក្រក់ស្ដាប់តិចចុះបងប្អូនយើងខ្លះស្អប់វៀតណាមតែពូជខ្មែរឯងស្រូវខ្មែរឯងអត់ដាំទេទៅដាំពូជស្រូវវៀតណាមដោយរំពឹងលក់ឲ្យទៅវៀតណាមទៅវៀតណាមគេចាំវៀតណាមគេលែងទិញយើងយកទៅលក់ឲ្យណាអត់មានអ្នកទិញទេបាទអត់មានអ្នកទិញទេអញ្ចឹងយើងគួរតែស្ដាប់មន្ត្រីជំនាញកសិកម្មដែលគាត់ណែនាំយើងទាំងបច្ចេកទេសដាំដុះទាំងពូជណាយើងគួរពិចារណាកន្លែងនោះឡើងវិញបាទយើងគួរពិចារណាកន្លែងនោះឡើងវិញហើយទោះជាយ៉ាងណាក្រសួងនៅតែជួយរួមចំណែកដោះស្រាយអញ្ចឹងឥឡូវនេះនៅរឿងច្រើនទៀតដែលខ្ញុំបានគិតគូរទៅដល់បញ្ហាដើម្បីធ្វើយ៉ាងណាឲ្យស្រូវថ្ងៃឲ្យកសិករចំណាយតិចហើយថ្ងៃក្រោយលក់បានផលច្រើនដែររឿងនេះគឺពាក់ព័ន្ធនឹងបញ្ហាពុករលួយនឹងបញ្ហាលក់ទឹកបញ្ហាលក់ទឹកបញ្ហាពុករលួយបងហេតុអីបានឈ្មួញពេលខ្លះក៏ទិញឲ្យស្រូវធូរថ្លៃនៅពេលដែលយើងកំពុងតែប្រឈមនឹងបញ្ហាស្រូវធ្លាក់ថ្លៃហើយឈ្មួញតម្លាក់ថ្លៃទៀតដោយសារអីពេលខ្លះឈ្មួញដែលគាត់យកស្រូវទៅលក់ត្រូវបានអូសតាមព្រំដែនមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនហ្នឹងចម្រិតយកពីឈ្មួញទឹកអង្គហ្នឹងពីច្រើនពេកអញ្ចឹងនៅពេលដែលឈ្មួញចំណាយច្រើនទៅលើការចម្រិតពីអ្នកពាក់ព័ន្ធនៅតាមព្រំដែននោះគាត់ត្រូវមកតម្លាក់ថ្លៃកសិករទៅណាព្រោះហ្នឹងក៏ជាកត្តាមួយដែរដែលនាំឲ្យតម្លៃស្រូវកសិករថោកណាអញ្ចឹងសមត្ថកិច្ចតាមព្រំដែនឬក៏កំពង់ផែណាដែលត្រូវអូសតម្លាក់ស្រូវតម្លាក់អីហ្នឹងគួរតែអាជ្ញាធរឬក៏ស្ថាប័នដែលមានការពាក់ព័ន្ធមើលកន្លែងហ្នឹងពីព្រោះมันអាចឲ្យក្រសួងកសិកម្មម្នាក់គាត់ទទួលថ្មបាក់ទេយើងទទួលតែម្នាក់ឯងដល់ពេលរឿងអ្នកទៅយកលុយសមត្ថកិច្ចឬក៏ស្ថាប័នណាផ្សេងៗនោះទៅយកលុយពីឈ្មួញតែឈ្មួញអស់លុយច្រើនមកតម្លាក់ថ្លៃឲ្យកសិករដល់ពេលកសិករខឹងមិនមែនខឹងសមត្ថកិច្ចមិនមែនខឹងអីមកខឹងកសិកម្មអានោះយើងនិយាយទៅវាអយុត្តិធម៌គ្នាដែរហើយរឿងពាក់ព័ន្ធនឹងលក់ទឹករឿងលក់ទឹកនេះគឺជារឿងរ៉ាំរ៉ៃហើយដែលខ្ញុំទ្រាំមិនបានខ្ញុំសុខចិត្តនិយាយនៅថ្ងៃនេះបើខ្ញុំមិននិយាយគឺកសិករនឹងដេកឈឺចាប់តតកូលស្អីទៅដេកឈឺចាប់តតកូលឪពុកម្ដាយទិញទឹកយកមកធ្វើស្រែឪ
ពុកម្ដាយស្លាប់កូនបន្តវេនពេញទឹកយកមកធ្វើស្រែហេតុអីបានធនធានធម្មជាតិខ្លាយទៅជាឈ្មោះយកទឹកមកលក់អស់ហើយជុំវិញបឹងទន្លេសាបកំពង់ធំលេខ1បាត់ដំបងក៏មាននិយាយចំស្ទើរតែខេត្តជុំវិញហ្នឹងខ្ញុំសំណូមពរឲ្យក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញរឿងអស់លោកធ្វើនំអត់ម្សៅគាត់ទឹកយកមកធ្វើអាជីវកម្មអត់ឲ្យប្រជាជនធ្វើស្រែទេបើចង់ធ្វើស្រែគេបើកទ្វារឲ្យគិតលុយរហូតដាក់ស្រែគិតលុយទឹកទន្លេណាគេដាក់តែម៉ាស៊ីនមួយគេទៅប៉ាវទឹកនៅហ្នឹងហ្មងអញ្ចឹងរឿងនេះកើតឡើងយូរអង្វែងហើយសូមឲ្យខ្ញុំសំណូមពរសូមឲ្យក្រសួងឬក៏ស្ថាប័នប្រឆាំងអំពើពុករលួយក៏ដូចជាក្រសួងអធិការកិច្ចមេតាចោះស៊ើបអង្កេតខេត្តព័ទ្ធជុំវិញបឹងទន្លេសាបជាពិសេសសួរកសិករដែលធ្វើស្រែនៅជុំវិញបឹងទន្លេសាបតើពួកគាត់ទិញស្រូវទិញទឹកហេតុអីបានពួកគាត់ត្រូវទិញទឹកកាលណាគាត់ទិញទឹកវាធ្វើឲ្យកសិករត្រូវបង្កើនការចំណាយណាហេតុអីទឹកទន្លេយើងសោះទឹកធម្មជាតិថ្លៃទៅជាឈ្មោះទៅលោកអនុសាសយកទឹកនឹងអត់ទៅទិញម៉ាស៊ីនមួយមកដាក់មកបងខ្ញុំអត់ចោទថាស្ថាប័នណាទេតែខ្ញុំបានដឹងខ្លះថាគាត់តែបើកទ្វារទឹកបហូរមកបានលុយបានគេឲ្យបើកឲ្យបើមិនអញ្ចឹងអត់ទឹកធ្វើស្រែទេអញ្ចឹងប្រជាជនរស់នៅជុំវិញបឹងទន្លេសាបភាគច្រើនគឺទិញទឹកខណៈពេលដែលទឹកនេះជាទឹកធម្មជាតិសោះគេយកទឹកយកមកលក់ឲ្យប្រជាជនខ្លួនឯងអញ្ចឹងដើម្បីរួមគ្នាដោះរឿងលក់ទឹកនេះជួយកសិករគឺត្រូវតែនិយាយរឿងទឹកនឹងដែររាល់ថ្ងៃហ្នឹងកសិករគ្នាចំណាយគ្រប់មុខសូម្បីតែទឹកដែលជាទឹកធម្មជាតិរបស់ទឹកភ្លៀងទឹកទន្លេទឹកបឹងទឹកបួននេះក៏ត្រូវឈ្មោះទៅគាត់ដើម្បីខាត់ទឹកទុកលក់ឲ្យកសិករដែរកំពុងធំសម្បូរអញ្ចឹងសំណុំពោឯកឧត្តមបាខេត្តចុះមើលក្រុមហ៊ុនណាខ្លះរកស៊ីលក់ទឹកហ្នឹងបើរំលាយចោលបានរំលាយទៅទុកទឹកនឹងឲ្យប្រជាជនហើយបើថាត្រូវការម៉ាស៊ីនហ្នឹងថ្លៃប្រហែលខ្ញុំរាយគ្នាទៅទិញម៉ាស៊ីនហ្នឹងទុកឲ្យប្រជាជនមិនបាច់យកលុយទេគ្រប់ខេត្តសូម្បីតែនៅមុំឫស្សីនៅបាត់ដំបងអីហ្នឹងគឺគេប្រើវិធីសាស្ត្រលក់ទឹកគឺអ្នកមានហ្មងទឹករបស់រដ្ឋសោះមិនទឹករដ្ឋទេទឹកគេហៅថាទឹកធម្មជាតិទឹកអត់មានម្ចាស់ទេតែគេទៅពាត់គេទៅធ្វើឃុំក្រងណាខ្ញុំអត់ដែរលឺទេតែគេប្រាប់ថាទិញទឹកធ្វើស្រែលោកខេត្តទៅជុំវិញបឹងទន្លេសាបប្រទេសមានជ័យក៏លក់ហើយដល់អញ្ចឹងប្រជាជនគាត់កសិករគាត់ត្រូវកើនការចំណាយបាទគាត់កើនការចំណាយអញ្ចឹងណារឿងនេះប្រហែលជាគេលាក់អត់ឲ្យថ្នាក់ដឹកនាំដឹងទេឥឡូវនេះខ្ញុំទម្លាយឲ្យដឹងដើម្បីជួយកសិករបានតលតែយើងជួយគ្រប់ផ្នែកដែរឥឡូវទឹកនឹងណាគ្រប់គ្រងហើយណាលក់យកលុយទៅណាពីព្រោះកសិករទិញទឹករាល់ឆ្នាំធ្វើណាទិញទឹករាល់ឆ្នាំធ្វើណាហើយស៊ើបអង្កេតអាហ្នឹងហេតុអីបានកសិករត្រូវទិញទឹកទន្លេទឹកបឹងយកមកធ្វើស្រែអញ្ចឹងបាទអញ្ចឹងការចំណាយរបស់កសិករច្រើនអញ្ចឹងចុងក្រោយរដ្ឋាភិបាលអ្នកទទួលថ្មបាទអាអ្នកដឹកទឹកនោះវាធ្វើសក្តិធ្វើអ្នកមានអត់ទៅណាអញ្ចឹងរឿងទឹកនេះខ្ញុំនឹងស្រាវជ្រាវបន្ថែមដើម្បីចង់ដឹងថាកំពង់ធំណាមេខ្លោងបាត់ដំបងណាកំពង់ឆ្នាំងណាប្រទេសមានជ័យណាខ្ញុំនឹងចំណាយពេលនៅពេលដែលសភាពការព្រំដែនធូរស្រាលខ្ញុំនឹងចុះស្រាវជ្រាវរឿងហ្នឹងខ្ញុំអត់ឲ្យពួកនេះធ្វើស្រែលើខ្នងនេះយកលុយធ្វើមានបានហើយឲ្យប្រជាជនខាងរដ្ឋាភិបាលទេព្រោះរឿងនេះសំខាន់ណាខ្ញុំទៅតែដឹងរឿងគេលក់ទឹកធ្វើស្រែឈ្មោះណាលក់ហេតុអីបានគេយកទឹកទន្លេមកលក់បាទរឿងហ្នឹងសំខាន់ណាបាទរឿងហ្នឹងសំខាន់ណាយើងចង់ជួយកសិករដូចខ្ញុំនិយាយមិញដដែលអញ្ចឹងមិនមែនក្រសួងកសិកម្មម្នាក់ឯងធ្វើបានទេវាទល់តែស្ថាប័នផ្សេងអាជ្ញាធរឲ្យចូលរួមទាំងអស់គ្នារឿងអីទៅធ្វើអញ្ចឹងឯងធម្មតាស្អីក៏កសិករពេញស្អីក៏កសិករជួលងាប់បាត់ហើយគាត់ធ្វើអីនោះបាទអត់បានទេបាត់ដំបងក៏លក់ដែរគេថាបើមិនឲ្យលុយគេអត់បាត់វាទឹកឲ្យហើយណាស់ធ្វើអាហ្នឹងខ្ញុំនឹងចំណាយពេលស្រាវជ្រាវដើម្បីខ្ញុំហែករឿងហ្នឹងឲ្យជ្រះស្រឡះដើម្បីអានេះគឺជាវិធីសាស្ត្រជួយកសិករបន្ថយនៅការចំណាយដើម្បីថ្ងៃក្រោយទោះបីស្រូវថោកហើយក៏គាត់មិនសូវខាតដែរបាទអត់បានទេណារឿងលក់ទឹកហ្នឹងខ្ញុំតាមលឺដែរជុំវិញបឹងទន្លេសាបលក់ទាំងអស់ហើយទឹកទន្លេយកទឹកទន្លេមកលក់ឲ្យកសិករយើងបាទហើយបើសិនជាថាគេមកពីក្រុមហ៊ុនគេនឹងទទួលសិទ្ធអីផ្ដាច់មុខណាទិញម៉ាស៊ីនទិញអីខ្ញុំថាតាមខេត្តនឹងរំលាយអានេះក្រុមហ៊ុននឹងចោលទឹកហើយបើខ្វះម៉ាស៊ីនបូមទឹកស្នើរដ្ឋាភិបាលឬស្នើវិស័យឯកជនណាជួយទៅហ្វ្រីហ្មងបើថាខំដល់ម៉ាស៊ីនបូមទឹកពួកខ្ញុំក៏អ្នកកសែតក៏មានលទ្ធភាពរៃបងប្អូនយើងទៅជួយបានដែរបាទជួយបានដែរអាហ្នឹងជួយយើងជួយជាជនយើងបាទអញ្ចឹងដើម្បីជួយអាហ្នឹងសិតជួយទី1កាត់បន្ថយការចម្រិតលុយពេលដឹកជញ្ជូនស្រូវទៅតាមលុកនៅតាមព្រំដែននោះកាត់បន្ថយអាការយកលុយហ្នឹងទី2លុកបំបត្តិចោលអាវប្បធម៌លុកទឹកធ្វើស្រែនេះវាដូចអាក្រក់ពេកយកទឹកទន្លេយកទឹកបឹងយកមកលុកឲ្យប្រជាជនខ្លួនឯងណាអាហ្នឹងមិនបានទេណាឥឡូវនេះបញ្ហាស្រូវឡើងចុះថ្លៃនេះអ្នកដែលប្រឈមខ្លាំងជាងគេគឺបងប្អូនដែលគាត់ទៅជួលដីគេធ្វើស្រែគាត់ទិញទឹកគេគាត់ជួលដីគេណាគាត់ខ្ចីលុយគេមកធ្វើស្រែអានឹងគាត់រងទុកធំអញ្ចឹងហើយបានខ្ញុំពេលដែលខ្ញុំរៀបផែនការចុះទិញនេះគឺខ្ញុំត្រូវតែផ្ដល់អតិភិបឲ្យទៅស្រែណាដែលកសិករជួលគេមុនណាបើកសិករដែលធ្វើស្រែដោយផ្ទាល់ខ្លួនឯងគាត់ប្រឈមការលំបាកដែរតែមិនលំបាកធ្ងន់ដោយដែលកសិករជួលស្រែគេទេជួលដីគេធ្វើស្រែទេណា
ចឹងណាខ្ញុំនឹងមានខ្ញុំអាចនឹងបង្កើតក្រុមខ្ញុំគ្មានដែរមានអ្នករកស៊ីទិញស្រាទេប៉ុន្តែខ្ញុំឃើញកសិករជួបការលំបាកខ្ញុំត្រូវរួមសុខរួមទុក្ខលំបាកជាមួយកសិករយើងទោះបីខ្ញុំគ្មានលុយច្រើនដូចគេតែខ្ញុំអាចចលនាបងប្អូនយើងឥឡូវមកនេះណែអដែងបាន200តោនជួយទិញកសិករបាន200តោនហើយទីទៀតខ្ញុំគិតថាមិត្តភក្តិខ្ញុំអាចនឹងជួយទៅហើយលុយបានឡើងដល់300តោនអញ្ចឹងទៅក៏ជាផ្នែកមួយជួយបានខ្លះដែរហើយបើអុកញ៉ាឯកឧត្តមលោកជំទាវដែលគាត់មានជីវភាពទូធារីគ្នាថែមទៀតទៅគឺអាហ្នឹងបាទគឺល្អមែនតើបាទថ្លៃខ្ញុំថាជួទឹកមួយ40 ម៉ឺនច្រើនណាស់បាទច្រើនមែនតើអញ្ចឹងខ្ញុំឮសូរអញ្ចឹងខ្ញុំអនុញ្ញាតអញ្ចឹងរឿងនេះគឺខ្ញុំគិតថាខ្ញុំនឹងស្រាវជ្រាវបន្ថែមណាបងប្អូនណាដឹងពីរឿងលក់ទឹកស្គាល់ឈ្មោះស្គាល់ក្រុមហ៊ុនដែលរកស៊ីលក់ទឹកជុំវិញហ្នឹងសូមឲ្យផ្ដល់ព័ត៌មានតាម Telegram ខ្ញុំ010 933 883ដើម្បីខ្ញុំមានមូលដ្ឋានហើយចុះស៊ើបបញ្ជាក់បន្ថែមទៀតយ៉ាងម៉េចយ៉ាងណាយើងយកមកផ្ញើជូនទៅថ្នាក់ដឹកនាំឬស្ថាប័នជំនាញណាដើម្បីមានវិធានការលុបបំបាត់អបអរលក់ទឹកបើយើងមិនលុបទេថ្ងៃក្រោយកសិករយើងខឹងគោលទៅអីអត់ទេខឹងអាឈ្មោះនោះមកស្អប់រដ្ឋាភិបាលហើយរដ្ឋាភិបាលណាដែលឲ្យគេទៅលុបទឹកទៅស្រែនោះបាទអត់បានទេអញ្ចឹងម៉ោងនេះសូមសំណូមពរបងប្អូនយើងណាកុំចាស់ទឹកដាក់គ្នាកុំសាច់ទឹកដាក់គ្នាយើងរួមគ្នាជួយកសិករយើងវិធីជួយកសិករមិនមែនប្រហោះសារជេរតែនេះវាយបហាស្ថាប័ននេះស្ថាប័ននោះទេគឺយើងរួមគ្នាដោះស្រាយមូលជើងខោមូលដៃអាវចុះស្រាយរបស់គ្នាណាចុះស្រាយរបស់គ្នាខ្ញុំក្នុងស្អែកខាងស្អែកនេះខ្ញុំនឹងចុះទៅទីតាំងដែលត្រូវទិញហើយខ្ញុំផ្ដល់អតិភិបឲ្យម្ចាស់ស្រែកសិករដែលជួលដីគេធ្វើស្រែមុនគេខ្ញុំមិនអាចទិញបានទាំងអស់ទេច្រើនណាស់ប៉ុន្តែយើងទិញទៅតាមអ្វីដែលយើងអាចទិញបានទៅតាមលទ្ធភាពដែលយើងមានបាទខេត្តនេះយើងជួយ20 30តោនទៅខេត្តនោះយើងជួយទិញ20 30តោនទៅណាយើងជួយអ្នកទិញទៅពីព្រោះលុយទិញ2 300តោនទៅមិនទិញតែយើងទិញក្នុងតម្លៃលើសពីតម្លៃឈ្មោះទិញ100រៀលក្នុង1គីឡូបាទហើយខ្ញុំសង្ឃឹមថានៅពេលដែលវិស័យឯកជនចូលរួមជួយទិញនោះឈ្មោះមិនអាចធ្វើភ្ជុះភ្លៀងតាមអំពើចិត្តទេមិនអាចតាមអំពើចិត្តទេបាទហើយខ្ញុំនឹងយកអាដែលស្រូវដែលទិញកាន់ជាអង្គនេះយកទៅចែកអ្នកក្របាទយកទៅចែកអ្នកក្របាទទុកចែកអ្នកក្របាទព្រោះអានេះគឺវិធីជួយយើងមានអញ្ចឹងណាវិធីជួយយើងមានអញ្ចឹងបាទអញ្ចឹងខ្ញុំយុគនេះខ្ញុំសូមធ្វើការ live តែប៉ុណ្្នឹងទេហើយមួយទៀតចុងក្រោយខ្ញុំសនំពរបន្តិចដែរបងប្អូនយើងអ្នកសារព័ត៌មានអ្នកអនឡាញអ្នកអីក៏ដោយមួយចំនួនតូចទេដែលបើចង់និយាយអំពីបញ្ហាកសិកម្មសូមសាកសួរមន្ត្រីជំនាញកសិកម្មដើម្បីគេមានមូលដ្ឋានពន្យល់ឲ្យយើងយល់អំពីចំណេះដឹងពាក់ព័ន្ធនឹងកសិកម្មបើយើងចង់ដឹងអំពីពាណិជ្ជកម្មទៅសួរទៅមន្ត្រីជំនាញពាណិជ្ជកម្មកុំកាន់ Facebook ទូរស័ព្ទមួយ Facebook មួយទៅ live និយាយប៉ាត់ណាប៉ាត់ណីអត់ស្គាល់ស្អីទៅកសិកម្មស្អីទៅពូជនេះស្អីទៅគេធ្វើស្រែមិនទៅយកតែអារម្មណ៍ខ្លួនឯងទៅនិយាយប៉ាត់ណាប៉ាត់ណីបាទហើយខ្ញុំក៏ចង់បញ្ជាក់បន្តិចដែររឿងស្រូវថោកស្រូវថោកអង្គនៅថ្លៃបងប្អូននិយាយខុសទេអង្គនៅថ្លៃនេះដោយសារអង្គគាត់ទិញថ្លៃឆ្នាំទៅស្រូវក៏ថ្លៃអង្គក៏ថ្លៃគាត់លក់អត់ដល់ហ្នឹងឥឡូវនេះដើម្បីទម្លាក់ថ្លៃអង្គថ្លៃនោះយើងរួមគ្នាជួយទិញស្រូវកសិករទៅពេលនេះដើម្បីឲ្យរោងម៉ាស៊ីនគាត់ទិញហើយគាត់កិនហើយយើងជួយទិញអង្គពីរោងម៉ាស៊ីនណាចេញពីរោងម៉ាស៊ីនឥឡូវនេះខ្ញុំចង់ដូរទៀតនេះឲ្យតែថាកុំឲ្យខ្ញុំពិបាកពួកខ្ញុំវាពិបាកទៅប្រមូលទិញស្រូវខ្ញុំចង់ទិញពីរោងអង្គវិញឥឡូវរោងម៉ាស៊ីនរោងណាខ្លះខ្ញុំចូលទៅទិញទៅហ្នឹងដើម្បីឲ្យគាត់នឹងមានលទ្ធភាពចុះទៅទិញតែខ្ញុំដាក់លក្ខខណ្ឌជាមួយគាត់ណាឥឡូវបើឯងទៅទិញពូជនេះទិញក្នុងតម្លៃប៉ុណ្ណេះហើយយកមកលក់ឲ្យខ្ញុំកាន់ជាងកលក់តម្លៃប៉ុណ្ណេះមកខ្ញុំទិញយើងឲ្យគាត់ចំណេញយើងឲ្យគាត់ខាតទេប៉ុន្តែកុំឲ្យគាត់ទៅឲ្យតម្លាក់កសិករថោកពេកពួកខ្ញុំទៅទិញផ្ទាល់ខ្លួនឯងខ្ញុំអត់មានដឹកទេណាខ្ញុំមានដឹកទេឥឡូវខ្ញុំកំពុងអង្គុយគិតអាហ្នឹងថាខ្ញុំត្រូវចុះទៅឬក៏ត្រូវទិញបន្តពីរោងម៉ាស៊ីនព្រោះអាហ្នឹងវាជួយបានដូចគ្នាកាលណាខ្ញុំទៅទិញរោងម៉ាស៊ីនអស់គាត់ទៅទិញពីកសិករតែក្នុងតម្លៃដែរនិយាយគ្នាឧទាហរណ៍ថាគាត់ទៅទិញអី OM ទីផ្សារបច្ចុប្បន្នប្រហែល600ឧទាហរណ៍អញ្ចឹងខ្ញុំឲ្យ700បើឯងទិញ700ឲ្យខ្ញុំណាហើយយកមកលក់ខ្ញុំឲ្យយ៉ាងហ្នឹងណាតាំងជាងកទៅខ្ញុំឲ្យចំណេញអត់ខាតទេណាតាំងជាងកខ្ញុំឲ្យចំណេញអញ្ចឹងយើងយកអង្គហ្នឹងមកចែកទៅអ្នកនេះចែកទៅអ្នកនោះទៅទុកហូបខ្លះឲ្យទើទៀនខ្លះឲ្យគ្រួសារកងតបខ្លះអីខ្លះហូរហែអញ្ចឹងទៅព្រោះបើយើងមិនជួយគ្នាអាហ្នឹងយើងមិនធ្វើម៉េចហើយវិធីជួយមានតែប៉ុណ្ណឹងអត់មានអីលើសនោះទេបាទហើយមានឈ្មោះកដាលម្នាក់នៅប្រទេសមានជ័យឈ្មោះស្អីហុកកញ្ញាគាត់ខឹងខ្ញុំគាត់ឃើញខ្ញុំពីវនាវឲ្យអ្នកមានជួយទិញស្រូវម្នាក់ 3 4 តោនគាត់ហៅខ្ញុំសត្វអាអ្នកកសែតវាអញ្ចឹងហ្មងបាទគាត់ថាគាត់ជប់ទិញហើយទុកឲ្យពួកអាអ្នកកសែតទិញម្ដងទៅខ្ញុំថាក្មួយហើយក្មួយឯងមិនជួយកសិករយើងទេបើពូជួយពីវនាវឲ្យបានច្រើនទៅបងគ្នាទិញកសិករយើងបានថ្លៃទៅកសិករយើងមិនចំណេញគាត់មិនសប្បាយចិត្តតែក្មួយឯងទៅខឹងពូហៅពូសត្វអាហៅពូសត្វវាណាវាណាឈ្មោះហុកកញ្ញាខ្ញុំវាមិនទៅចង់កម្មចង់ពៀគឺគាត់ក្មេងគាត់ឆេវឆាយគាត់អ្នកអស៊ីស្រូវឈ្មោះបាទណាឈ្មោះខ្ញុំ
ចង់ប្រាប់គាត់ថាក្មួយបានចិត្តអត់ទៅលាយក្មួយទិញប៉ុន្មានបានទិញទៅពូអត់ទៅឆាឆៅក្មួយទេពូទិញបានប៉ុណ្ណាពូទិញប៉ុណ្ណឹងពូទិញបានតែ2 300តោនទេក្មួយឯងសល់ប្រហែលក្មួយឯងទិញយករបស់ចុះបាទទិញយករបស់ចុះហ្នឹងហើយព្រោះឥឡូវយើងអត់ដឹងធ្វើម៉េចទេម៉ោងនេះខ្ញុំរកបាន200តោនទេត្រូវត្រៀមជួយទិញបាទអញ្ចឹងពី3ខែអូនអើយរាល់ថ្ងៃនេះចង់ឲ្យខ្លួនទៅលេងរួចហើយរំដែនផងរឿងសង្គមផងរឿងកសិករផងរឿងគ្រប់យ៉ាងហើយចង់អស់ពេលឥឡូវនេះអស់ពេលសម្រាប់គ្មានទេបាទ1000រៀល